ជំរាបសួរពុកម៉ែបងប្អូនជាអ្នកគាំទ្រជាទីគោរពជាទីស្រឡាញ់និងជាទីរាប់អានទាំងអស់គ្នាប្រហែលថ្ងៃនេះមានពុកម៉ែបងប្អូនច្រើនមែនតើដែលគាត់ឆាតមកសួរខ្ញុំថាគីនីនតាណាអត់ដែលឃើញធ្វើវីដេអូពាក់ព័ន្ធមេឡានគីនីនតាណាអត់ដែលឃើញធ្វើវីដេអូចែកម្លែកចំណេះដឹងពាក់ព័ន្ធជាមួយនឹងមេរៀននៅលើ YouTube អញ្ចឹងអត់ដែលឃើញធ្វើវីដេអូ vlog អញ្ចឹងបងប្អូនទាំងអស់គ្នាអើយខ្ញុំពិតជាសុំទោសមែនតើអត់មានបញ្ហាអីទេបញ្ហានោះត្រង់ថាគឺប្រហែលថ្ងៃនេះខ្ញុំរវល់ប្រហែលខែចុងក្រោយខ្ញុំរវល់ពាក់ព័ន្ធជាមួយនឹងការមើលទៅលើអាជីវកម្មរបស់ខ្ញុំថ្មីដែលខ្ញុំទើបតែបង្កើតហើយណាមួយក៏ខ្ញុំរវល់នៅក្នុងការ move ពីផ្លូវជាតិលេខ3មកកាន់បាទទីលំនៅថ្មីបាទនៅខាងព្រៃសរអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទហើយដល់ពេលអញ្ចឹងខ្ញុំអត់មានពេលធ្វើវីដេអូចែកជូនបងប្អូនទេតាមពិតវីដេអូមានច្រើនណាស់ដែលខ្ញុំត្រូវធ្វើចែកជូនបងប្អូនទាំងអស់គ្នាអ្នកនៅលើ Facebook ក៏រងចាំវីដេអូពាក់ព័ន្ធជាមួយនឹងការចែកម្លែកចំណេះដឹងទៅលើការធ្វើវីដេអូពាក់ព័ន្ធមេឡានហើយបកទៅមើលអ្នកនៅ YouTube ក៏ចាំខ្ញុំពាក់ព័ន្ធជាមួយវីដេអូចែកម្លែកចំណេះដឹងពាក់ព័ន្ធជាមួយនឹងការ boot page អញ្ចឹងណាដល់ពេលអញ្ចឹងបងក៏ចេះតែសួរបាទគីនីនតាណាស្ងាត់ណាស់អត់មានតែធ្វើវីដេអូទេបងនឹកកន្លែងណាយល់ខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាមែនទែនបាទហើយរឿងដែលខ្ញុំចង់និយាយពាក់ព័ន្ធបងប្អូនចង់អរគុណនោះគឺអរគុណទៅលើការគាំទ្រផលិតផលថ្មីរបស់ខ្ញុំគឺខ្ញុំបានបើកអាជីវកម្មថ្មីបងប្អូនទាំងអស់គ្នាបងប្អូនខ្លះគាត់ដឹងបងប្អូនខ្លះទៀតក៏គាត់អត់ដឹងពាក់ព័ន្ធជាមួយនឹងអាជីវកម្មលក់គ្រឿងបន្លាស់គ្រឿងបង្គុំរថយន្តបាទគឺខ្ញុំបានបង្កើត brand មួយឈ្មោះថា Prulan ជាសំនៀងភាសាខ្មែរយើងហ្នឹងបាទ Prulan ហ្នឹងបាទខ្ញុំប្រើជាសំនៀងភាសាខ្មែរដើម្បីយកទៅបង្កើត brand មួយហ្នឹងគឺខ្ញុំផ្ដោតទៅលើអតិថិជនដែលគាត់ប្រើប្រាស់រថយន្តគាត់ត្រូវការទិញគ្រឿងតុបតែងក្នុងរថយន្តហើយជាស្ដែងប្រហែលថ្ងៃចុងក្រោយនេះផលិតផល3មុខនៅក្នុង Prulan គឺទទួលបានការគាំទ្រពីបងប្អូនខ្លាំងយកតែមែនទេបងប្អូនទាំងអស់គ្នាបាទមិនថាផលិតផលពាក់ព័ន្ធជាមួយនឹងកង្ហារម៉ាស៊ីនត្រជាក់បំពាក់ផ្នែកខាងក្រោយក្រមួនទឹកអប់ដាក់ក្នុងរថយន្តក៏ដូចជាដោយ USB អីទេគឺអត់តែមានផលិតផលថ្មីមកបងប្អូនគាត់គាំទ្រមែនទេហើយអ្នកដែលគាំទ្រគឺមិនមែនអ្នកណាឆ្ងាយទេភាគច្រើនបងប្អូនដែលគាត់មើលមេរៀនភាគច្រើនបងប្អូនដែលមើលវីដេអូពាក់ព័ន្ធជាមួយការចែកម្លែកចំណេះដឹងពាក់ព័ន្ធមេឡានហ្នឹងគឺមានតែបងប្អូនទាំងអស់គ្នាហើយដែលតែងតែជួយគាំទ្រខ្ញុំរហូតហើយខ្ញុំមានតែម្រាមដៃ10អរគុណទៅកាន់បងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រខ្ញុំនៅលើវិស័យផលិតមាតិកាបងប្អូនគាំទ្រខ្ញុំខ្ញុំទៅនៅលើវិស័យពាក់ព័ន្ធជាមួយនឹងការចែកម្លែកចំណេះដឹងមេរៀនបង្រៀនសិស្សក៏បងប្អូនគាំទ្រខ្ញុំហើយខ្ញុំត្រឡប់មកបាទធ្វើអាជីវកម្មពាក់ព័ន្ធជាមួយនឹងអនឡាញក៏បងប្អូនមកជួយគាំទ្រខ្ញុំនិយាយរួមបងប្អូនគឺគាំទ្រខ្ញុំគ្រប់ផ្លូវអញ្ចឹងមិនថាមានអ្នកគាំទ្រយកចិត្ត1000នាក់វាល្អជាងមានអ្នក follow គ្រាន់តែ follow បាទគ្រាន់តែតាមចាំមើលរាប់លានអ្នកអញ្ចឹងណាជឿថាអ្នកដែល follow ខ្ញុំអ្នកដែលគាំទ្រខ្ញុំអ្នកដែល subscribe ខ្ញុំសិតតែជាអ្នកដែលស្រឡាញ់ខ្ញុំហើយគាំទ្រគ្រប់ផ្លូវខ្ញុំទាំងអស់ខ្ញុំមានតម្រាមដៃ10សូមអរគុណបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏ឆ្លៀតប្រាប់ដែរថាខ្ញុំចិត្តមានផលិតផលថ្មីមក surprise បងប្អូនទាំងអស់គ្នាហើយវីដេអូមេរៀនក៏ដូចជាវីដេអូ vlog ចែកម្លែកចំណេះដឹងពាក់ព័ន្ធជាមួយរថយន្តក៏ខ្ញុំនឹងធ្វើវាឡើងវិញដែរគឺខ្ញុំអត់ទុកបងប្អូនទាំងអស់គ្នាចោលទេអញ្ចឹងចាំជួបគ្នាវីដេអូក្រោយទៀតអរគុណសម្រាប់ការគាំទ្របងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយបាយ